បាទសួស្តីអ្នកទាំងអស់គ្នាចឹងវីដេអូនេះខ្ញុំនឹងមកលម្អិតតាក់ទងជាមួយនឹង network ចឹងដោយសារវីដេអូសាមុនយើងបានដឹងហើយថា network នៅក្នុង network Docker ហ្នឹងវាមាន5ប្រភេទហ្នឹងហើយចឹងវាមានអីគេវាមាន type ជា brick វាមានជា host វាមានជា overlay វាមានជា MAC VLAN ហើយនឹង NAN អញ្ចឹងតើការប្រើប្រាស់របស់វាហ្នឹងវាមានលក្ខណៈដូចម៉េចអញ្ចឹងវីដេអូនេះខ្ញុំនឹង practice ឲ្យអ្នកទាំងអស់គ្នាឃើញថាnetwork ទាំងអស់ហ្នឹងវាដំណើរការបានដោយរបៀបណាហើយវាមានប្រសេសរបៀបម៉េចខ្លះហ្នឹងហើយអញ្ចឹងយើងចូលមកអញ្ចឹងខ្ញុំបាននេះជាអូខេជានេះចាហ្នឹងហើយអញ្ចឹងយើងលើកនិយាយពី network ជា grid ជា brick ហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូមុនខ្ញុំបាននិយាយថា by default នៅពេលយើងបង្កើត network ឬក៏ container យើង run ដោយមិនមាន apply network by default container របស់យើងហ្នឹងវានឹងចាប់ហើយនឹងបង្កើត network លក្ខណៈជា brick ហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំអានេះខ្ញុំបង្កើត network ចុះអញ្ចឹងដើម្បី command បង្កើត network យើងអាចថា docker network create ហើយ network name អានេះខ្ញុំដាក់ជានេះចុះnetwork name អូខេអញ្ចឹងខ្ញុំមើល docker របស់ខ្ញុំគឺវាដំណើរការអញ្ចឹងខ្ញុំនឹង practice copy s នឹងហើយអញ្ចឹងខ្ញុំមាន docker ហើយដាក់ហើយអញ្ចឹងខ្ញុំគ្រាន់តែបង្កើត network ឥឡូវខ្ញុំដាក់ថា network ហ្នឹងឈ្មោះថា network 1 ចាអញ្ចឹង docker network create ខ្ញុំដាក់ថា network network 1 អូខេអញ្ចឹងឥឡូវ network របស់យើងគឺមានហើយអញ្ចឹងបើយើងចង់ឆែកថា network របស់យើងហ្នឹងបានបង្កើតឬនៅអញ្ចឹងក៏យើងអាចថា docker network ls អញ្ចឹងអ្នកនរគ្នាឃើញនេះ network របស់ខ្ញុំបង្កើតនេះគឺនៅនេះ type ជា brick អូខេឥឡូវខ្ញុំមកគេខ្ញុំnetwork 1អូខេខ្ញុំ inspect វាមើលអញ្ចឹងខ្ញុំត្រូវការ docker ខ្ញុំចង់ inspect មើលថាវាមានIP ប្រមាណ subnet វាប្រមាណអញ្ចឹងណាអញ្ចឹង docker inspect docker network inspectហើយ network name របស់យើងមិញគឺ network 1ហ្នឹងហើយអញ្ចឹងយើងឃើញនេះជា network detail របស់យើងគឺវាមានអីគេវាឈ្មោះថា network 1ហើយ subnet វាគឺ /16 អញ្ចឹងហើយ gateway វាគឺវាបង្កើតឲ្យយើងគឺ 172.20.0.1 អញ្ចឹងករណីថាយើងចង់ run container ដោយប្រើ network ហ្នឹងឧទាហរណ៍ខ្ញុំ run nginx មួយចាឧទាហរណ៍អញ្ចឹង docker run ខ្ញុំ run ឲ្យនៅក្នុងខ្ញុំឲ្យចូលក្នុងវាអញ្ចឹង it អញ្ចឹងអំនឹងមានថានៅពេលដែលខ្ញុំឈប់ខ្ញុំឲ្យលុប container នឹងចោលខ្ញុំអត់ចង់ទុកនៅក្នុង session របស់ខ្ញុំអញ្ចឹង network
network អីគេប្រភេទអីគេ network របស់យើងមិញឈ្មោះថា network 1 ហើយខ្ញុំ export port ចេញអីគេចេញថា 8000 for view ខាងក្នុងគឺ Nginx គឺរត់ port 80 អូខេអញ្ចឹងយើងឃើញនេះអីគេវាដំណើរការអញ្ចឹងខ្ញុំអុច export port វាចេញport 80អូខេអញ្ចឹងបើសិនខ្ញុំវាយ docker ps អញ្ចឹងយើងឃើញ Nginx វាដំណើរការនេះអូខេឥឡូវខ្ញុំចេះវិញខ្ញុំ run វាហើយខ្ញុំអត់ខ្ញុំសាក run វាចេះវិញខ្ជិលប្រើ terminal ច្រើនចឹង docker ចឹងrun ហើយខ្ញុំដាក់ថាpass អូខេឥឡូវគឺខ្ញុំស្ថិតនៅក្នុងវាហ្នឹងហើយនៅក្នុង Nginx ហ្នឹងអញ្ចឹងបើខ្ញុំឆែកមើល container របស់យើង run មួយឬមិនបានខ្ញុំ docker អីគេ docker ps អញ្ចឹងវានៅ run ដដែលអញ្ចឹងហើយខ្ញុំ export port ចេញ port 80អូខេអញ្ចឹងបើសិនខ្ញុំចង់មើល IP វាអញ្ចឹងយើងអាចវាយ IP អីមកដូចជាវាអត់ទាន់ support command ហ្នឹងទេអូខេអញ្ចឹងខ្ញុំសាកទៅអីគេទៅបើកមើលសិនថាវាដើរអត់មិញខ្ញុំ export port 8000ខ្ញុំមក docker ps docker ps ខ្ញុំ docker log ហើយខ្ញុំមកឆែកមើល container id docker logអូខេនេះឥឡូវខ្ញុំសុំទៅមើលអីគេ etc Nginx អូខេវាដំណើរការប៉ុន្តែនៅក្នុងនេះបើកអត់ចេញអញ្ចឹងជប់ចឹងដាក់ IP 127ចាប់វិញ 8000អញ្ចឹង 8000 អត់ដើរអូខេអញ្ចឹងបើខ្ញុំ run ខ្ញុំ exit ចេញវាខាងក្រៅវិញសិនខ្ញុំអត់ប្រើបាសទេអូខេអញ្ចឹងប្រហែលជាប្រើបាសមិញគឺវាអត់ឲ្យណាអញ្ចឹងយើងឃើញបើសិនខ្ញុំ access ចូល port 8000 គឺដើរអូខេឃើញអញ្ចឹងបើសិនយើងចង់មើល IP របស់វាអញ្ចឹងតាក់ទងជាមួយនឹង comment ដើម្បីយើងឆែក IP វាបានតោះតែយើងអីគេយើង install install command tool សម្រាប់ឆែក IP ណាអញ្ចឹងប៉ុន្តែ IP វាមិនតែសំខាន់ទេ container យើងចាប់បាន IP ប្រហែលចាប់តែយើងអត់ខ្វល់ទេអញ្ចឹងករណីយើងព្រោះយើង connect គ្នាពី container ទៅ container មួយគឺដូចខ្ញុំប្រាប់គឺយើងប្រើគេអាចប្រើ container name អូខេអានេះគឺជាអីគេគឺជា brick អញ្ចឹងករណីមួយទៀតអាមុនហ្នឹងគឺអីគេ network របស់យើងហ្នឹងគឺយើងបង្កើតលក្ខណៈជាធម្មតាអញ្ចឹង brick ក៏អនុញ្ញាតឲ្យយើង custom network ខ្លួនឯងបានដែរអញ្ចឹងណាអញ្ចឹងដើម្បី custom network គឺយើងអាចប្រើ command ដូចគ្នាដែរអញ្ចឹងខ្ញុំទីនេះជា syntax របស់វាហើយខ្ញុំ create network name អញ្ចឹង
ខ្ញុំនៅក្នុងនេះហ្មងតើ net create network name អញ្ចឹងខ្ញុំអាចដាក់ថា net អីគេ network 2 ហើយខ្ញុំឲ្យអីគេខ្ញុំដាក់ថា driver ជាអីគេជា brick ព្រោះយើងនេះជា brick sorry ជា brick ហើយយើងក៏អាច assign subnet ឲ្យវាបានដែរអញ្ចឹងខ្ញុំដើម្បីនេះយើងអាចមួយទៀតមកហើយខ្ញុំអាចដាក់ថាsubnet ខ្ញុំឲ្យវាឧទាហរណ៍ថា 192.168.1 ចុច1ប្រើចុច 100 ចាចុច 100 ចុច 0/24 ហ្នឹងហើយមួយទៀតអីគេយើងត្រូវដាក់អី gateway អញ្ចឹង gateway វាគឺខ្ញុំដាក់ 192.168.1 អីគេចុច 1 ហ្នឹងហើយអូខេអញ្ចឹងខ្ញុំសាកអញ្ចឹងវាប្រាប់ថា engagement អូខេអញ្ចឹងប្រហែលជាវាអត់ឲ្យយើងចុះបន្ទាត់អញ្ចឹងអូខេអញ្ចឹងឥឡូវខ្ញុំបង្កើតបាន network មួយទៀតហើយគឺ network 2 ហ្នឹងហើយអញ្ចឹងខ្ញុំតែឆែកមើលអីគេឆែកមើល network របស់យើងមិញហ្នឹងគឺ docker network ls អញ្ចឹងនេះជា network 2 អញ្ចឹងយើងអាចអីគេយើងអាច expect ឆែកមើលវាថាអីគេវាត្រូវ IP ដែលយើងបង្កើតមិញអត់អញ្ចឹងតាក់ទងជាមួយ command ឆែក network ខ្ញុំដាក់នៅនេះចុះគឺ expect ហើយ network ID ឬក៏ network name ហ្នឹង command យើងអាចយើងប្រើឆែកណាname អូខេអញ្ចឹងយើងអីគេ network 2 network 2 អូខេអញ្ចឹងយើងឃើញនេះIP យើងដាក់មិញហ្នឹងវាថា brick យើងអាច custom IP ខ្លួនឯងបានទៀតអូខេអាហ្នឹងគឺជាការប្រើប្រាស់ brick ប៉ុន្តែគាត់ថា brick នៅពេលដែល container របស់យើង run អញ្ចឹងបើយើងចង់ access ទៅកាន់container ហ្នឹងលុះត្រាតែយើង export port បានយើងអាច access ចូល container របស់យើងនៅខាងក្នុងបានអូខេអញ្ចឹងអានេះតាក់ទងជាមួយអីគេជាមួយការប្រើ brick Thai brick អញ្ចឹងមួយទៀតតាក់ទងជាមួយនឹង host Thai ជា host បាទហ្នឹងហើយអញ្ចឹងដូចគ្នាដែរគ្រាន់ថាយើងអានេះវាដាក់ថានៅពេលដែលយើងបង្កើតណាគឺយើងដូចខាងលើនេះខ្ញុំបង្កើតមុនហ្នឹងអូខេប៉ុន្តែ host យើងអត់អាចអីគេយើងអត់អាច custom IP បានទេដោយសារអីវាប្រើអីគេដូចខ្ញុំប្រាប់វីដេអូមុនវាប្រើរួមជាមួយនឹង device របស់យើងនឹង device home machine របស់យើងនឹងអូខេតែពឹងផ្អែកទៅការ run នៅលើ port អូខេអញ្ចឹង driver អីគេ host អញ្ចឹងនេះខ្ញុំអាចដាក់ថា network host driver host អូខេអញ្ចឹងខ្ញុំសាកបង្កើតsorry អញ្ចឹងខ្ញុំមកបង្កើតខាងនេះ host driver host instant red network is not low អញ្ចឹង
មានន័យថា network ហ្នឹងគឺយើងអាចបង្កើតបានទេហ្នឹងហើយព្រោះអីយើងក៏គ្រាន់តែ run container ហ្នឹងហើយ point ទៅប្រភេទអីគេប្រភេទ network host ហ្នឹងទៅគឺ automatic គឺវានឹង run លក្ខណៈជា host ហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំ run nginx មិនអញ្ចឹង docker run ហើយខ្ញុំអាចថាដែរដូចមុននឹងដែរអញ្ចឹងខ្ញុំខ្ញុំនៅពេលដែលខ្ញុំឈប់ខ្ញុំចង់ឲ្យវាលុបហើយខ្ញុំ access ចូលវាហើយnetwork host ហើយអូខេខ្ញុំមក refresh នេះនឹងអញ្ចឹងអា port 8000នេះគឺវាលែងដើរហើយប៉ុន្តែ nginx របស់យើង by default គឺត្រូវតែ port អីគេ port 80បើសិនកាលណាយើងចង់ឲ្យវាដើរដំណើរការ port ផ្សេងឬតែយើងមក custom អានេះ custom អា nginx របស់យើងដែលអីគេដែលត្រូវការ run អញ្ចឹងខ្ញុំដក P ខ្ញុំបណ្ដៃតែ port 80ចុះអញ្ចឹងយើង assign port 80ឲ្យហើយ nginx អូខេ docker run or docker run អញ្ចឹងវាប្រាប់ថា run orអូខេខ្ញុំលើសអានេះមួយអូខេអញ្ចឹងវាដំណើរការអញ្ចឹងមានថា container យើង run ឥឡូវហ្នឹងគឺវាដំណើរការហើយយើងអាច access វាទៅតាម port ហើយឬក៏ហើយនឹងតាមរយៈ IP របស់ម៉ាស៊ីនរបស់យើងអញ្ចឹងណាអញ្ចឹងឧទាហរណ៍ថាខ្ញុំ access ចូលទៅកាន់ណាអញ្ចឹងដើរ127អញ្ចឹងឧទាហរណ៍បើសិន IP របស់ខ្ញុំអញ្ចឹងcheck IP config ចឹងឥឡូវ IP របស់ខ្ញុំគឺ 64.1 ចឹង IP ហ្នឹងគឺស្គាល់ដូចគ្នាណាជួយឈប់នេះមែនទេមែនទេ IP របស់ខ្ញុំN1 N2 where my IPអូខេ 1.15 ចានេះក៏ស្គាល់ដែរអូខេអញ្ចឹងមានន័យថានៅពេលដែលយើងប្រើឲ្យវា run លក្ខណៈជា network host អញ្ចឹងយើងអាច access direct ទៅកាន់ container បានតាមរយៈ port របស់ containerized ដែលជា system របស់យើង run នៅក្នុង container ហ្នឹងអូខេហ្នឹងគឺការប្រើប្រាស់ host អញ្ចឹងបើសិនយើងចូលមួយទៀតបើសិនយើងប្រើអីគេNAN អញ្ចឹងបើសិន NAN អញ្ចឹងកន្លែងនេះយើង run ដូចនេះមុននឹងដែរប៉ុន្តែយើង point ថាជាប្រភេទ NAN នេះយីហោចឹងនេះត្រូវតែ NAN ហើយច្បាស់ណាស់គឺវាដឹងថាយើងចង់ export យើងចង់ដាក់ port មិនក៏វាអត់ដើរដែរអូខេចឹង clear អូខេអញ្ចឹងវាដំណើរការយ៉ាងហ្នឹងអូខេអញ្ចឹងយើងមិនក៏អត់ស្គាល់ដែរអញ្ចឹងអានឹងជាការប្រើប្រាស់ប្រភេទជា NAN អញ្ចឹងវាអីគេវាមិនអាច access បានទេអញ្ចឹងបើសិនយើងចូលទៅកាន់អីគេទៅកាន់ container របស់វាណាអញ្ចឹងបើសិនខ្ញុំប្រើ Docker desktop មកអូខេអញ្ចឹងឃើញយើងឃើញ container របស់យើងគឺ run នេះគេ port អញ្ចឹងវាសារវាអត់មាន IP ហ្នឹងហើយ
container ហ្នឹងវាអត់មាន interface អញ្ចឹងទៅវាចេញ0អញ្ចឹងណាឥឡូវខ្ញុំនេះក៏បានដែរក៏បានដែរdocker ps ហ្នឹងហើយអញ្ចឹងយើងឃើញនេះវាអត់មាន nginx ហ្នឹងគឺចេញមកគឺវាអត់មានអីទេមានថាវាអត់ container ហ្នឹង run គឺវាអត់មាន network interface ដោយសារអី network គឺយើងដាក់ថា NAN យើង run ប្រភេទ NAN អញ្ចឹងបើសិនកាលនេះយើងចង់ចូលវាយើងចង់ ping អីគេ ping ទៅណា888អត់ហ្នឹងហើយគឺអត់ស្គាល់ទាំងអស់ដោយសារវាអីវាអត់មាន network ទេអូខេអញ្ចឹងបើសិនកាលនេះ overlay អញ្ចឹង overlay គឺខ្ញុំអត់អាច overlay ឧទាហរណ៍ឲ្យបានដោយសារអីវាត្រូវការ run លក្ខណៈជា cluster បានឧទាហរណ៍អ្នកនរគ្នាមើលបានអញ្ចឹងតាក់ទងមួយទៀត run លក្ខណៈជាអីគេជា Mac VLAN អញ្ចឹងឧទាហរណ៍ជា Mac VLAN អូខេអញ្ចឹងនេះយើងអាច run ចេះខ្ញុំដាក់ហើយខ្ញុំដាក់ថា Mac VLAN ជួប head វាណាMac VLAN អូខេចាំខ្ញុំសាប់អោននេះបាទនេះ network Mac VLAN not found Mac VLAN អូខេខ្ញុំMac VLAN ចឹងខ្ញុំសុំទៅមើល document តិច Mac VLAN អូខេចឹងវាអត់ស្គាល់ command Mac VLAN ចឹងខ្ញុំអត់ចាំទាំងអស់ទេចឹងខ្ញុំសុំឆាក GPT មួយអូខេចឹងខ្ញុំ run ដងទៀតdocker អញ្ចឹង docker error not respond by my network Mac VLAN not found អូខេអញ្ចឹងបើសិនលក្ខណៈអញ្ចឹងខ្ញុំសុំទៅអីគេទៅបង្កើត network ហ្នឹងហើយអញ្ចឹងបើសិនជាបង្កើត network លុះត្រាតែយើងដឹងអីគេដឹងIP របស់ router របស់យើងហ្នឹងហើយអញ្ចឹងដោយសារខ្ញុំអត់ដឹងវា IP ប្រហែលឥឡូវខ្ញុំសាកដោយសារមុនហ្នឹង IP របស់ខ្ញុំចាប់បានអីគេ1ហ្នឹងហើយ 1.5 អញ្ចឹងខ្ញុំគិតថាអានេះវាត្រូវអូខេអញ្ចឹង run ether 0ខ្ញុំគិតថា network របស់ខ្ញុំមិញខ្ញុំយកចេញពីខ្ញុំសុំឆែក network របស់ខ្ញុំម្ដងទៀត either on0 en0 អូខេនេះចឹងវាអូខេចឹងអានេះen0 ខ្ញុំសាកគឺអត់ស្គាល់ទេETH 0
ETH0 មក VLAN អូខេអញ្ចឹងវាដើរហើយជា network របស់យើងគឺជា Mark VLAN អញ្ចឹងខ្ញុំសូម run អានេះសាមុនយើងអត់បានអូខេឥឡូវបើវាដើរអញ្ចឹងយើងត្រូវការអីគេយើងត្រូវការទៅឆែកមើល IP របស់ container ហ្នឹងមិនអញ្ចឹងហ៎អញ្ចឹងខ្ញុំអាចដាក់ config ស្គាល់អត់អញ្ចឹងបើ IP ឯខ្ញុំសុំជំនួយតាក់ទងមួយ install ដើម្បីឆែកមើល IP យើងត្រូវតែអូខេអញ្ចឹងខ្ញុំសុំប្រើ command នេះដើម្បីឲ្យវាស្គាល់ command IPA ដើម្បីដឹងថាcontainer របស់យើងហ្នឹងគឺវា run នៅចាប់បាន IP ប្រហែលអូខេហ្នឹងហើយឬក៏យើងអាច run ជា Debian មួយទៀតចុះខ្ញុំដូចជាធ្លាប់មាន image Ubuntu ហើយអញ្ចឹងខ្ញុំសាកសិន Ubuntu ចឹង run លក្ខណៈចាស់មិនថា run ហើយយើងឈរនៅលើវាសម្រាប់ terminal មួយទៀតអូខេវានៅការធ្វើការ pull ទៀតខ្ញុំអត់មានimage ខ្ញុំអត់មានទេអញ្ចឹងត្រូវការ pull ហ្នឹងខ្ញុំសុំចូលទៅដែរ PK not found IPA ចឹង Nginx វាអត់ស្គាល់ទេ IPA អូខេវាអត់ស្គាល់ទេ command ហ្នឹងយើងដាក់ហើយខ្ញុំសុំ install នៅលើ container Ubuntu វិញអូខេខ្ញុំប្រើយ៉ាំអត់ស្គាល់ទេapt install IP route វាអត់ស្គាល់ package នៅសារយើងដោយសារខ្ញុំ update អត់បាន apt update នឹងឯអ្នកនរគ្នាប្រហែលជាអីគេខុសខុសអាចខុស gateway អាចខុស gateway ពួកឯងខ្ញុំអត់ដឹងថា gateway Wi-Fi កំពុងប្រើហ្នឹងប៉ុន្មានសុំមកសេវាបន្តិចសិនconfigចឹងមុនខ្ញុំបង្កើត header មួយទៀតអរគ្នា
broadcast ចឹងទីហោមកខ្ញុំសម្បើក1.0នេះអត់ទេចុច1នឹងហើយវាអានេះ break 100ទេមែនទេអូខេវាមានបញ្ហាវាទេចុច1នឹងដោយសារ container របស់យើងវាអត់មានអីគេអត់មានអ៊ីនធឺណិតចូលហ្នឹងវាខុស network ឲ្យយើងត្រូវបង្កើតដើរដូចទៅតាម network របស់ router របស់យើងអញ្ចឹងវាមានបញ្ហាហ្នឹងហើយប៉ុន្តែការ run របស់វាគឺលក្ខណៈអញ្ចឹងសម្រាប់ Mac VLAN ហ្នឹងបាទអញ្ចឹងប្រភេទជាអីគេ overlay គឺយើងត្រូវការមាន node 2 ឬក៏ម៉ាស៊ីន2បានយើងតេស្តបានអញ្ចឹងខ្ញុំសុំទុកមួយនឹងសិនហ្នឹងហើយអ្នកនរគ្នាអញ្ចឹងវីដេអូយើងcheck មើល process network ហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងវីដេអូក្រោយខ្ញុំនឹងនិយាយតាក់ទងនឹងvolume ដែលយើងការប្រើប្រាស់ volume នៅក្នុង container របស់យើងហើយចប់ពីហ្នឹងទៅគឺខ្ញុំនឹងចាប់ដើម practice យកម្ដងតែម្ដងអញ្ចឹងដោយសារខ្ញុំចង់ឲ្យអ្នកនរគ្នាយល់ពី process របស់វាតាំងពី Docker container អីគេ process វាមិននឹង network វាមិនការប្រើប្រាស់ volume វាមិនអញ្ចឹងករណីអ្នកនរគ្នាយល់នឹងហើយអញ្ចឹងនៅពេលដែលយើងចាប់ដើម practice ធ្វើអីគេ containerization គឺយើងដឹង flow របស់វាការ run ការ assign network ឲ្យវាការ assign volume ឲ្យវាគឺយើងនឹងយល់កាន់តែច្បាស់ហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយ